សូមជម្រាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាយើងវិលមកជួបគ្នាទៀតហើយបងប្អូនអញ្ចឹងថ្ងៃនេះសូមបង្ហាញនូវគោលបាប្រភេទ Indo Brazil សម្បុរគ្រាប់7ទុំបាទហើយយើងមើលរៀងរៅបែបផែនវាគឺល្អស្អាតមែនតើបាទIndo Brazil ស៊ីនមួយក្បាលនេះហើយបាទវាទើបតែកាច់ថ្មិញ2ទេបងប្អូនប៉ុន្តែបាទវាធ្លាក់កូនហើយដោយសារបាទម្ចាស់ឲ្យលោតតាំងពីមិនទាន់កាច់ថ្មិញណាបាទហើយកូនវាគឺស្អាតណាស់បាទយើងដឹងហើយគោប្រភេទ Indo Brazil គឺបាទឆ្អឹងឆ្អែងកដងខ្លួនក្បាលគឺបាទល្អស្អាតមែនទែនហើយផែនវាក៏ល្អទៀតអញ្ចឹងកូនវាគឺល្អហើយបាទមករយៈហ្នឹងគឺយើងម្លែងសូវពេញនិយមខាងប្រភេទ Indo Brazil ប៉ុន្តែនៅខាងភូមិបាទស្វាយពៀខាងកាយនេះវិញគឺបាទគេនិយមច្រើនបាទភាគច្រើនគេយកគោខ្មែរមកបាទយកមេខ្មែរមកយកមកដាក់ដើម្បីកាត់បានមេយកទៅចិញ្ចឹមបាទអញ្ចឹងមេខ្មែរអានេះស៊ីនទៀតគឺបាទកូនមកគឺបញីវិញគឺបាទស្អាតណាស់ទុកធ្វើមេគឺឆ្អឹងឆ្អែងល្អក្បាលដងខ្លួនអីបាទអញ្ចឹងបាទនៅប៉ែកខាងឃុំកាញ់នេះគឺបានបាទបានច្រើនដោយសារគេយកមេខ្មែរយកមកបង្កាត់កូនអញ្ចឹងគេអ្នកអត់ប្រកាន់បាទពូជខាងណូប្រេស៊ីលគឺគេនៅដាក់ច្រើនដោយសារគេយកដាក់ទៅគេលោកបានមេទុកធ្វើមេអញ្ចឹងវាល្អបានឆ្អឹងបានដងខ្លួនក្បាលវាល្អបាទហើយណូប្រេស៊ីលមួយក្បាលគឺមានទីតាំងស្ថិតក្នុងភូមិស្វាយពៀឃុំអង្កាញ់ស្រុកព្រៃកបាស់ខេត្តតាកែវបាទហើយលេខទូរស័ព្ទគឺខ្ញុំបាទដាក់ជូននៅលើអេក្រង់ហើយបើសិនជាបងប្អូនបាទមានមេកូបាទអាចយកមកដាក់បានគឺតាមលេខទូរស័ព្ទហ្នឹងឬក៏ចង់ដឹងព័ត៌មានបន្ថែមអំពីគោបាននេះគឺបងប្អូនអាច call សួរនាំម្ចាស់គោបានបាទឃើញថាបែបផែននោះគឺល្អបាទហើយឥណ្ឌូប្រេស៊ីលគឺគាត់យកមកតាំងទូចដូចចឹងស្រួលចិញ្ចឹមបាទស្មៅចំបើហ្នឹងគឺកន្ទូចគឺស៊ីដូចគោខ្មែរអញ្ចឹងបាទអត់ស៊ីចំណីដូចគោនាំចូលមកបាទពណ៌ធំអានេះគឺយកមកតាំងតូចអញ្ចឹងបាទវាស៊ាំអាកាសធាតុក៏វាស៊ាំមកល្អអត់ចេះឈឺបាទដូចគោខ្មែរអញ្ចឹងស៊ីអត់រើសបាទដោយសារគាត់យកមកតាំងតូចបាទអញ្ចឹងសូមបងប្អូនបាទទស្សនាវីដេអូបន្តទៀតបាទចុះស៊ីនហ្នឹងអ៊ំយកមកតាំងតូចទូចមែនអ៊ំយកមកតាំងតូចណាតាំងតែខ្លួនណាបាទស៊ីនស្រឡាញ់ថាវាឆ្អឹងវាល្អក្បាលវាធ្លាក់កូនហ្នឹងអ៊ំបាទប៉ុន្តែអ្នកគេណែចំគេមិនសូវអ្នកខ្លះគេអត់គិតរឿងស៊ីនបាទព្រោះយើងដាក់ខ្មែរដាក់អានេះវាស៊ីនវាបានឆ្អឹងឆ្អែងកឲ្យល្អក្បាលបាទ